ជំរាបសួរគ្រូចឹងខ្ញុំមក record វីដេអូទាក់ទងនឹងការ install NGX ចឹងខ្ញុំបានinstall នៅថ្ងៃនេះចឹងខ្ញុំធ្វើការ remove ចូល directory របស់ file ទៅមកធ្វើការ remove ចូលចឹងបន្ទាប់ពីខ្ញុំបាន remove ចូល install ហើយធ្វើការ file command sudo update ទៅមកធ្វើ command install NGX ហើយទៅមកធ្វើការ enable វាបន្ទាប់ពី enable ហើយខ្ញុំ check status របស់ NGX ចឹងactive ហើយចឹងបន្ទាប់មកចុចបន្តិចនៅក្នុង file assembly ដើម្បីដាក់ HTML ចូលហើយយើងបើក localhost ចឹងនេះខ្ញុំធ្វើការ reconnect ទៀតចឹងបន្ទាប់ពី success full connect ក្នុង file assembly ហើយធ្វើការបង្កើត directory ថ្មីគឺ cái bot file HTML ចូលចឹងការ upload file HTML របស់ខ្ញុំបានសោះហើយបន្ទាប់មកខ្ញុំសាកបើកwebsite ចឹងfile HTML បានដាក់ចូលក្នុង file CSS ហ្នឹងត្រូវបានaccess បានតាម localhost ចឹងវីដេអូនេះមានតែប៉ុណ្្នឹងសូមអរគុណ